សួស្តីអ្នកទាំងអស់គ្នាត្រឡប់មកវិញជាមួយនឹង Vin Sharing ថ្ងៃនេះយើងនឹងទៅសិក្សាអំពី C Programming Language យើងទៀតលើកនេះយើងនឹងសិក្សាអំពី loop ដោយមិនដែលហៅថា loop គឺជាការ repeat ម្ដងហើយម្ដងទៀតអញ្ចឹងក្នុងនេះគឺ while loop និង do while loop while loop គឺវា repeat code ដែលនៅក្នុង while loop ហ្នឹង until specific condition មានន័យថា condition របស់វានៅពេលដែលវា false បានវាឈប់ repeat ប៉ុន្តែបើវានៅតែ true វានឹង repeat រហូតរីឯ do while loop គឺវា repeat block of code ដែលនៅក្នុងវាក្នុង do បានម្ដងហើយបន្ទាប់មកវានឹង check លក្ខខណ្ឌនៅក្នុង while ដែលនៅចុងកន្ទុយនៃ curly brace ឬក៏ប្រសិនបើវា true នោះវានឹង loop ម្ដងទៀតប៉ុន្តែបើមិន true ទេវានឹងឈប់អញ្ចឹងឥឡូវយើងអាចមកមើលឧទាហរណ៍យើងទាំងអស់គ្នាដោយ I ស្មើនឹង0តបមកយើងដាក់ while keyword while ហើយក្នុងនេះគឺជា condition បើសិន I តូចជាង5ហើយនេះជា curly brace នៅក្នុង curly brace ហ្នឹងគឺយើងសរសេរ block of code ក្នុងការដំណើរដែលចង់ឲ្យ while ហ្នឹងវាដំណើរការហើយយើងដាក់ថាយើងចង់ print តម្លៃអក្សរ I ហ្នឹងអញ្ចឹងយើងដាក់ format specifier d ដែលមានន័យថាក្នុងការ output នៅតម្លៃរបស់ integer បន្ទាប់មកបើសិនយើងដាក់តែ e ស្មើ0ហើយយើង run នោះអញ្ចឹងអាហ្នឹងមានន័យថាវា true រហូតវានឹង run អត់មានទីបញ្ចប់មានន័យថា run អនន្តតួដោយសារតែវានៅតែ0អត់មានកន្លែងណាកើតឡើងឲ្យវាឥឡូវយើងអាច run សាកមើលគឺវា run រហូតអត់មានទីបញ្ចប់អញ្ចឹងដោយសារតែហេតុហ្នឹងឯងយើងត្រូវប្រើប្រាស់នៅincrement ឬក៏ decrement នេះគឺ increment ដែលមានន័យថាការកើនឡើងអញ្ចឹងយើងដាក់ e បូកគឺវាមានអត្ថន័យថា e ហ្នឹងបូកនឹងលេខ1ចូលហើយមួយទៀតគឺ decrement គឺវាមានន័យថា e ដកនឹង1 decrement ហ្នឹងគឺវាមានន័យថាការថយចុះហើយ i ដកហ្នឹងគឺវាមានថា i ដក1អញ្ចឹងដោយសារតែបើសិនយើងដាក់ i ដក1នោះម្ដងមួយជុំវាដកម្ដងមួយជុំវាដកម្ដងគឺវានឹងថយលេខចុះទៅដក1ដក2ដក3មួយជុំដកម្ដងជុំដកម្ដងអញ្ចឹងអាហ្នឹងវានៅតែ true រហូតអញ្ចឹងកូដយើងនឹង run infinitely ដូច្នេះយើងប្រើប្រាស់នៅ increment នៅពេលដែលវាជុំទី1វាស្មើ0វានឹង print អាហ្នឹងហើយវាស្មើ0វានឹងជួបអានេះវាកើន1ជុំទី2វានឹង check លក្ខខណ្ឌទៀត check ហើយវានឹង run ហើយបង្ហាញតម្លៃថ្មីរបស់វារហូតតតែវាមាន condition ហ្នឹងnot true វានឹងឈប់ដំណើរការឥឡូវយើងសាកមកមើលនៅលទ្ធផលយើងទាំងអស់គ្នាយើងអាចឃើញថាជុំទី1គឺវា print ថា e ស្មើ0ជុំទី2 e ស្មើ1ជុំទី3 e ស្មើ2ជុំទី4គឺ e ស្មើ3និងជុំទី5គឺ e ស្មើ4បើសិនមកជុំទៀតគឺវានឹងនាំឲ្យតម្លៃយើងពេលវា check មកគឺវានឹង false ដោយសារតែ5មិនអាចធូរជាង5ដូច្នេះគឺគេប្រើដូច្នេះគឺវានឹងបញ្ឈប់ការដំណើរការវាបង្ហាញចំនួន5ដងតាមពិតទៅកន្លែងនេះវាឡើង5ហើយយើងអាចផ្ទៀងផ្ទាត់មើលបានតើតម្លៃវាពិតជា e អក្សរ i នឹងពិតជាស្មើលេខ5ឬក៏អត់ឥឡូវយើងតេស្តនៅក្រៅ loop ដើម្បីដឹងលទ្ធផលច្បាស់ព្រោះថាបើសិនវាឡើង5ហើយវា check លក្ខខណ្ឌនៅត្រង់ e ទូជាង5បើសិនវាមិនពិតវាមិនអាច print ឲ្យយើងដឹងថាប្រាប់យើងថាអានោះថា5ទេយើងសាកដាក់នៅត្រង់នេះ print នៅតម្លៃ e ចុងក្រោយគេគឺយើងដាក់ total of e i print នៅតម្លៃ i ក៏ e ហ្នឹងឥឡូវយើងសាកតេស្តដោយសារវាមានតម្លៃ5រួចហើយនេះបើវា check លក្ខខណ្ឌក្នុងនេះវាអត់ធ្វើការបង្ហាញឲ្យយើងម្ដងទៀត
chân dương tới bằng hai luôn ấy nó cái loop lấy dương vậy bị đu vào loop nào đu vào loop cứ mình xin ta đôi ní đôi cứ xin ta đú tỏ máu curly hỡi và loop cứ nơi cái kì chân vía nâng đầm nà ca không đi mà lược hỡi vi check lại khăn và sân bất viên nâng đầm nà ca tiệt tay bên mình bất thế cứ viên mình chụp đôi từ nắng giữa ối cái lụa mà hộp một há rồi còn núng bờ sân chỉ núng nâng nhanh dương đừng tỉnh bờ sân nung lại nhanh dương ở tỉnh ok đối cái ao dương sạm nung muối hãy dương check lại khăn bờ sân nung nâng nhanh ok dương tỉnh bờ sân nung nâng ọt nhanh ok dương ọt đầm nà cả dương từ rồi chắc là lấy dương ai u thò nơi làm hát sẽ điên nâng và mảnh cư dương ra nữ in được chớ ý mà số đôi kia hay không ní dương ai print tùm lấy ý thì cô dương ai vậy mà thà ý nơi không pizza và đáng được có ai không pizza ăn lý mà nắng bị rồi đi đôi mảnh hơi nắng tùm lấy về không ca bằng hai tùm lấy rồi bảo về hay không ní dương ao với cá mùi rồi sánh vì tu trường pram dương ai mưa lại cái khó khăn mà lấy dương mà mưa là tập hòn ngọc nia vì mưa tới nó dương mưa từ sập bọt cái tới vị đôi khnia chẳng dương ai mà sợ mưa rồi không đi mán bữa sân là chẳng dương ai sao vì print cái bán thà vì đôi khnia khó khnia cứ dương mưa tới cứ vì đầm nà cá đôi khnia tái bờ sân dương đại lệ khan bia thông trường pram chỉ mưa bia được ban màn ví xạ ban một lượt bên này thá vi can mà đòn hơi bạn mình check lệ khan khăn này và ta chấm pu val mấy cứ kế trô mà đó cứ check lệ khan gió hay bạn đầm nà cả chứ lệ khan khó khăn ví cứ bình tĩnh này bờ pe dương dương tam mới cứ mưa tới đôi khi mình đền còn ta muối check lệ khan hai bạn đầm nà cá muối ní cứ đầm nà cá mùi hai bạn vi check lệ khan chứ mình ha vi lư đồng cá trên là đền mùi chân ở lấy dương ai mà vừa kẻ tôn từ nâng lùm hạt vào muối này phía trái cái pra chấm pu menu dương pra vào loop nâng chỉ mùi nâng switch thứ chia menu ở lấy dương ai tè sẽ mớ ở lấy dương mà thưa thằng ngọc này một bố dương nhung bạc ca option muối không ca pra tổ máu dương đã vào không vào cứ miếng switch cast đồng ý cứ dương bên option không giống dương ai đã ở vía trú là hốt ba đầm bay ở vía từ lọt một vĩnh non cá bồng pin tên này anh ấy cứ dương đã option còn ấy dương đã cast nó cast mùi mà ấy đến break cast p mà ấy then break and then càngนี้គឺ default version គេដាក់ខុសហើយ time break ផងបើសិនយើងចង់អានឹងជា optional បើយើងចង់ថែមក៏បានអត់ក៏បានអញ្ចឹងកន្លែងនេះយើងអាចទៅសេប្រាប់គេឲ្យគេបំពេញនៅអ្វីមួយឡើយ enter option ហើយគេបំពេញ option កន្លែងនេះគឺ scan f .d option ហើយយើងថែមគេ option យើងធ្វើអីខ្លះតែយើងដាក់ option ចឹងទៅទេគឺគេអត់មើលយល់ឥឡូវយើង design តិចទៅដាក់ menu លេខ1ប្រាប់គេថា enter យើងចង់ show name លេខ2 printf show age printf លេខ3គឺ show salary យើងដាក់ទៅ2បានណា show name show salary ក៏បានដែរចឹងនៅពេលដែលគេចុចលេខ1ហ្នឹងវានឹងចូលជាតម្លៃរបស់ option ថា option មានតម្លៃ1នៅពេលដែល switch វា check expression វានឹងចូលមក cache 1ចឹងយើងឲ្យវាបង្ហាញឈ្មោះមក my name is one like example ហើយទី2បើសិនគេចុច enter កន្លែងនេះ option នេះដាក់លេខ2ឲ្យគេ show salary តបមកយើងដាក់ print កន្លែងនេះគឺ cache 2ហ្នឹងហើយយើងដាក់ print f ច
ចុះតត salary like $3,000 កន្លែងនេះយើងប្រាប់គេថានៅពេលដែលគេ input ខុសលេខដែលមានក្នុង cache នេះខុសពី1និងលេខ2គឺវានឹងចូល default automatically យើងដាក់ invalid input ប្រាប់គេឲ្យដាក់ឲ្យត្រឹមត្រូវទៅសេឲ្យត្រូវឥឡូវយើងមកតេស្តមើលទាំងអស់គ្នាអូខេកន្លែងនេះគេថា true undeclare ឥឡូវយើងដាក់លេខ1វិញកន្លែងនេះ complete ចុះបន្ទាត់ហើយត្រង់នេះក៏ចុះបន្ទាត់ហើយវារៀងស្អាតឥឡូវយើងមកសាក run មើលអូខេត្រូវ menu អូខេទី1យើងចង់ show name អូខេដាក់លេខ1មកអូខេ my name is Vin អូខេលេខ2 show salary salary 3000ឥឡូវបើយើងដាក់ខុសលេខ4ចុះនេះ invalid input ឥឡូវយើងកែបន្តិចឲ្យរៀងស្អាតអូខេចុះបន្ទាត់មួយទៀតណាតេស្តម្ដងទៀត1 show my name is Vin អូខេលេខ2 salary $3,000អូខេលេខ3 invalid input ចឹងយើងឃើញ loop នឹងដើររហូតអត់មានទីបញ្ចប់ទេដោយសារតែយើងដាក់វា true លេខ1ហ្នឹងគឺមានន័យ true លេខ0មានន័យថា not true ក៏ false យើងលេខ1ហ្នឹងជំនួសឲ្យ true មិញចឹងដោយសារតែយើងដាក់លេខ1យើងវា infinity វាមានន័យថាវា run anon តួតែម្ដងចឹងវីដេអូយើងដល់ទីបញ្ចប់ហើយអរគុណអ្នកគ្នាដែលបានទស្សនាបើសិនអ្នកនរគ្នាចូលចិត្តជួយចុច like និង subscribe ដើម្បីបានទទួលនៅវីដេអូថ្មី